បងស្ត្រីមេផ្ទះលោកអ្នកកំពុងតែទស្សនាកម្មវិធីផ្ទះបាយខ្នុររបស់ CTN ផ្ទះបាយខ្នុរនាំមកជូនលោកអ្នកដោយម្សៅស៊ុបខ្នុរម្ហូបឈ្ងុយឆ្ងាញ់មានជាតិចាំដឹងថាសប្តាហ៍នេះមានអ្វីពិសេសរាំងស៊ីមុខម្ហូបអីជំរាបបាននៅថ្ងៃនេះគឺមុខម្ហូបពិសេសរបស់យើងគឺប្រហិតបង្គាស្លឹករមៀតបងគ្រឿងខ្លែមកបងនឹកឃើញក្រៅប្រហិតបង្គាស្លឹករមៀតចាបង្គាស្លឹករមៀតនិយាយតាមត្រង់បងអត់ដែលឮសោះថ្លៃមែនតើបាទនិយាយទៅសារយើងនៅទៅសារភាពថ្លៃហើយជាមួយនឹងភាពងាយស្រួលរបស់យើងដូច្នេះបានយើងខំច្នៃនៅមុខម្ហូបដែលពិសេសដើម្បីជូនបងស្ត្រីមេផ្ទះនិងទស្សនិកជនចាអញ្ចឹងគ្រឿងផ្សំមានអ្វីខ្លះសូមជម្រាបបាទអញ្ចឹងជាដំបូងខ្ញុំសូមណែនាំនៅគ្រឿងផ្សំសិនគ្រឿងផ្សំផ្នែកសាច់មានបង្គាចំនួន3ខាំខ្លាញ់ជ្រូកដែលចិញ្ច្រាំហើយចំនួនកន្លះខាំគ្រឿងផ្សំផ្នែកគ្រឿងទេសមានប្រេងឆាស្លឹករមៀតម្សៅពោតនិងអ្វីដែលយើងមិនអាចបំភ្លេចបានគឺម្សៅស៊ុបខ្នុរធ្វើឲ្យម្ហូបឈ្ងុយឆ្ងាញ់មានជាតិចាតែម្សៅស៊ុបខ្នុរនេះគឺជារូបមន្តពិសេសសម្រាប់បងស្ត្រីមេផ្ទះចាដែលម្សៅស៊ុបខ្នុរគឺផ្សំពីសាច់មាន់សុទ្ធអំបិលស្ករខ្ទឹមសម្រេចក៏ដូចជាគ្រឿងទេសល្អៗជាច្រើនទៀតបងកុំភ្លេចតែជំរាបខ្ញុំឃើញពុនពេញម្សៅស៊ុបខ្នុរឥឡូវនោះអូនសម្លាញ់ចង់ឲ្យបងសម្លាញ់អូនកាន់តែខ្លាំងកុំភ្លេចម្សៅស៊ុបខ្នុរបាទអញ្ចឹងប្រគៀងដាក់3ខាំណាបាទប្រគៀងដូចផ្ទះខ្ញុំមានបង10នាក់អីបាទនោះ3គីឡូយើងបង្កើនតាមនឹងទៅបង30គីឡូទៅមិនខ្វល់បាទអញ្ចឹងជាដំបូងគឺយើងត្រូវដំសាច់ប្រគៀរបស់យើងឲ្យម៉ត់សិនចាបាទអូតើទិញប្រាប់ដំទៅបាទនេះមិនថាយូរអញ្ចឹងព្រោះប្រហិតរបស់យើងត្រូវការស្វិតអញ្ចឹងសាច់ដែលយើងដាក់ហ្នឹងគឺត្រូវតែម៉ត់ល្អចាបាទអាចរំខានដល់អ្នកជិតខាងទៅដឹងហើយយើងយើងចូលរំពុកទឹកវាយទៅខ្ញុំឡំហើយលើកបើកមញ៉េរៀងសមុទ្រអីក៏បឡំហ្នឹងណាចាយើងដាំមានត្រូវការខ្ទះហ៎បងយកឲ្យបាទបងខ្ញុំបងជួយយកខ្ទះហើយបានចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមលាយគ្រឿងជាមួយនឹងសាច់យើងរួចរាល់ហើយគឺយើងចាប់ផ្ដើមដាក់ចាដៃយើងពាក់ស្រោមយើងកាន់តែញួរទៅពេលដៃអត់ស្រោមកាន់សាច់បងទៀតនៅពេលដែលដៃនេះគឺខ្ញុំនឹងយកច្បល់សាច់ជាមួយនឹងគ្រឿងបាទព្រោះស៊ូវាឆ្ងល់ភ្លេចបែកមកហ្នឹងឆ្ងល់ពេកពេលខ្លះអាចឆ្ងល់ខុសរឿងចឹងខ្ញុំយកឲ្យមកបែកទៅរៀបរាប់ចាំតែញ៉ាំទៅអត់ចាំបងរាំងស៊ីចូលចិត្តរាំងស៊ីបន្តិចធ្វើឲ្យម្ហូបឆ្ងាញ់ឲ្យយើងញ៉ាំហ្នឹងបងអូខ្លួនឯងស្អាតណាអរគុណបងអរគុណបាទមុខយងសាច់អត់សាច់មកចែកចូលគៀនបងជ្រៀងកំដរគាត់តិចទេមកជិះទៅនេះស្អកដល់លីងឡូស្អកចឹងទៅស្រៀងអ្នកជំនាញយើងមួយនោះហ៎ខេមហ៎ឥឡូវជាបាត់ខេមណាខ្ញុំស្អកមកតែភ្លេចបាត់អស់ដែរចាផ្លែទៅចិត្តអស់ហើយយ៉ាត់មើលក្នុងខ្ញុំត្រឡប់ដល់មេដៃអីទៅអូខេបងអញ្ចឹងខ្ញុំដំសាច់ទារបស់យើងខ្ញុំទុក4នេះដើម្បីដាក់លើប្រហិតរបស់យើងបាទអូអញ្ចឹងបន្ទាប់មកគឺយើងដាក់សាច់ដែលខ្លាញ់សាច់ខ្លាញ់ជូរធម្មតាខ្លាញ់ជូរធម្មតាបងខ្មែរជូរអឺរ៉ុបជ្រូកខ្មែរយើងបងបាទគឺចំនួនកន្លះខាំបាទព្រួយខ្លាញ់នឹងជួយឲ្យសាច់បង្គាជាមួយនឹងសាច់បង្គាយើងគឺស្វិតល្អនេះម្សៅពោតបងម្សៅពោតខ្ញុំដាក់កន្លះស្លាបព្រាកាហ្វេបាទចាងាយបងនោះបន្ទាប់មកទៀតខ្ញុំស្លឹករមៀតបងដែលចិញ្ចាំហើយបាទចំនួនប្រហែលជាមួយស្លាបព្រាកាហ្វេដែរក្នុងនោះដែរខ្ញុំដាក់ម្សៅស៊ុបខ្នុររូបមន្តពិសេសបាទចោលស៊ុបខ្នុរឆ្ងាញ់បាទជាមួយនឹងមួយស្លាបព្រាកាហ្វេពេញបាទនេះហ្វ្រីបងហ្វ្រីអីទៀតបងហាមកតិចហ៎អូខេចានេះគឺជារូបមន្តពិសេសរបស់ស្ត្រីមេផ្ទះអូយច្បាច់ទាំងហ្នឹងណាបាទបន្ទាប់មកគឺយើងច្បាច់វាចូលហើយ5របស់ប៉ាឧតាំងបាច់ចូលគ្នាតែម្ដងបាទអត់មាននោះច្បាច់នេះមានស្មានកម្លាំងប្រមាណភាគរយអីនេះច្បាច់មកយើងឆ្លងច្បាច់មកពីរួមទៅយើងឲ្យសាច់ប្រគាជាមួយសាច់ខ្លាញ់ជាមួយគ្រឿងរបស់យើងចូលចិត្តល្អបងបាទមកទៅចេះច្បាច់ខ្លាំងច្បាច់ឆ្លងចឹងបន្ទាប់ពីច្បាច់ហើយគឺយើងចាប់តាមបោមិនបាច់ញ៉ាំវិតាមីនហ្នឹងដើម្បីឲ្យប្រហិតយើងកាន់តែស្វិតហើយយកប៊ូច្រឡំម្លឹងអូនឯងរកឯងស្ទាត់យកបងឯងមកចាទៀតខឹងណាគេមកពីណាធ្វើហូបត្រូវហ្មងហ៎បង
បញ្ចេញកំហឹងនេះបើដាក់ឈ្មោះថាបោកអីឆ្កាញ់ជាងបាទព្រោះសាច់ផាត់របស់យើងគឺត្រូវតែឲ្យម៉ត់ល្អចឹងបងឬក៏បកាខ្ទប់ជាងទៅញួរផងបោកផងអូយឈ្មោះផ្លែមានទៀតខ្ញុំសូមមានឡាយជង្គង់កាញ់នេះបានអូនឯងមកមែនបានសាច់ពេជ្រទៀតមកចូលដល់កន្លើជួយឯងកុំនិយាយឆ្ងាយអូខេបងចឹងបងសនាជួយបើកផ្ទះរបស់យើងខ្ញុំឲ្យខ្ញុំអីសាងគុណសម្បត្តិអីខ្លះអត់មានទេលើបយ៉ាងឯងខ្លះផ្ទះខ្ញុំទេចាទំនើបហ្មងបងគឺស្រាវជ្រាវមកឆ្នាំគេគាត់មានដៃបងអូយមិនចៃដៃអត់មានអីហ៎មនុស្សគាត់ធ្វើសម្ដងខ្ញុំបងជួយដាក់ពេលផ្ទះយើងក្តៅហើយជួយដាក់ប្រេងឆាចូលបន្តិចបានទេបងប្រេងឆាចូលមិនព្រាអូនប្រាប់គាត់ដាក់កន្លះចាននិយាយដាក់បន្តិចបានទេបងនិយាយរួមឲ្យតែ3ព្រាតិចសុំតិចទៀតបងសុំតិចទៀតបាទ3ព្រាចុះចាប់លេខ3ចឹងបងជួយឲ្យវាបោះដូចទិនហ្វីអីខ្លាចបងរត់បាត់បងពេលបងខ្ញុំអីក៏ចង់មុខសាណាហើយទៅស្រីក្មេងទៅជាទីវត្តនេះបងហើយខ្ញុំស្រីក្មេងហ៎ទៅឃើញស្អាតទៅទស្សនាដល់ចាស់ពីដល់អរគុណបងចាស់អីប៉ុណ្ណឹងបងណាជំនាញសាណាផ្សេងញញចាំបងដើម្បីកុំឲ្យសាច់បការបស់យើងស្អិតនៅជាប់ដៃគឺយើងយកប្រេងដាក់បន្តិចមកឲ្យជាប់ឲ្យជាប់ឆ្នាំងជាប់បងជាប់ដៃបាទគេមករបរហ្នឹងអីគេជំនាញអីយើងជំនាញតែខាងញ៉ាំហ្នឹងឈូបាទខ្ញុំសុំដាក់អូល្អដាក់លើ4នោះរួចខ្លួនចាជាថ្មីម្ដងទៀតលោកស្រីអ្នកនាងកញ្ញាជាពិសេសបងប្អូនស្ត្រីមេផ្ទះសប្តាហ៍នេះចាគឺជាមុខម្ហូបពិសេសដែលនាំមកជូនលោកអ្នកដោយចាផ្ទះបាយខ្នុរជាមុខម្ហូបដែលមានឈ្មោះថាប្រហិតបង្គាស្លឹករមៀតបាទចឹងបងស្ត្រីមេផ្ទះគាត់តែគ្រាន់តែយកបង្គាដែលយើងបោកហើយហ្នឹងដាក់លើបាតដៃហើយតមកធ្វើវាជារាងមូលឬក៏រាងតប៉ែតអីតាមចំណង់ចំណូលចិត្តរបស់គាត់ចឹងណាបងបាទឯងមើលតាមទូណាគេធ្វើចឹងទិញបង្គា3ខាំអាយុ2គីឡូទុំភ្លេចអាយុអីអានេះចានគេយកបោកចានឯងបោកអាឆ្នាំងមកចាត់ដែកទៅធំនេះទៅដាក់ខុសចានខានប្តីញ៉ាំបានដុំ3 4ដុំដុំហើយទៅដាក់បង្គាល្អហ្នឹងចូលទៅលើអានេះណែបង្គាបោកហ្នឹងបាទបងហើយភ្លើងនេះអូនទៅផុយភ្លើងទៅចឹងបាទហ្នឹងគេអីស្មានដឹងមកនេះ4ហ្នឹងបង្គា4ដុំហ្មងចង់ខ້ອຍកូនទៅរៀងតិចជាងគេទូជាងគេស្មានណាមុន3ខាំមក1ខាំមកនេះល្អពេលរបស់យើងចាប់ដើមចិនល្អហើយជាមួយសាច់រមៀតក្រហមល្អមែនតើបាទក្រហមល្អមែនតើចឹងបងសាណាជួយយកតម្រង់ត្រង់ខ្ញុំជួយគាត់មកកោខទៅបាទបងចឹងចំពោះភ្ញៀវម្ចាស់ផ្ទះរបស់យើងគឺបងខ្ញុំឮថាបងបកកែរៀបចំផ្នែកដេកបងដេកខាងសំណង់បាទអញ្ចឹងបងអាចជួយរៀបបន្លែមើលបន្លែណាបន្លែណាបាទនិយាយទៅថយអូតែប៉ុតគេលេងមួយនេះណាបាទអត់ទេចូលប្រាប់បិទទៅអូខ្ញុំបាច់ចាំខ្ញុំស្រែកថៃគេអត់ញ៉ាំមួយគ្រូគាត់នៅស្វាយរៀងដឹងអីចឹងស្វាយរៀងនៅស្រុកយើងសបោចឹងឆ្អិនហើយខ្ញុំរៀបហើយណាចេញបងរៀបចានេះដើម្បីឲ្យស្រោបប្រេងអូបងនេះអូស្វាយបងចំអើបងរៀបមើលមិនក្តារចឹងនៅពេលដែលពគាយើងស្រោបប្រេងចេញអស់បងបាទបងរៀបណារៀបដាក់ចូលនៅចានណាកុំតាន់ដាក់ចូលមាត់ទេបងណាគេនោះស្អីខ្ញុំប្រាប់បងចាំអស់បានខ្ញុំឥឡូវយើងមាន4ដុំប៉ាវយើងប៉ាវណាគេឆ្នះ3ដុំណាគេចាញ់1ដុំបានណាចូលចុងភៅអត់ទេចុងភៅអត់ញ៉ាំទេគាត់ចង់មើលយើងញ៉ាំហ៎បងអូក្តៅមកឈ្ងុយមកឈ្ងុយមែនតើហើយក្រហមល្អទៀតចឹងខ្ញុំសូមបន្ថែមជីវ៉ាន់ស៊ុយដើម្បីបន្ថែមរសជាតិជាមួយនឹងសម្រស់បាទបងចិត្តជីវ៉ាន់ស៊ុយទេបងអូខេនៅស្វ័យហើយមានជីវ៉ាន់ស៊ុយបងគេហៅអីគេនោះវាម្អមទៅឡើយទៅយើងធ្វើអីទៀតតែបាយបងញ៉ាំបានទេចឹងបងនឹងពីអាចភ្លក់បានចាអានេះហូបដូចយើងចូលអាចារ្យវិញទៅមិនហូបការីខ្មិចតាមប្រភេទដែលយើងអាចដាក់បានបងបាទហើយបើគេសមគេវើយយើងប៉ាយបងណាគេឈ្នះបើសិនជាឈ្នះបាន3ដុំចាញ់យកតែ1ដុំបានហើយតែញ៉ាំមកហូបច្រើនស្រីហូបតិចដឹង
ចាលោកស្រីកញ្ញាបងស្រីមីផ្ទះឥឡូវនេះចាមុខម្ហូបដែលបានបង្ហាញជូនភៅរបស់យើងចាគឺប្រហិតបង្គាស្លឹករមៀតចាបងស្រីមីផ្ទះឥឡូវនេះការបង្ហាញមុខម្ហូបសម្រាប់សប្តាហ៍នេះចាដែលមានម្ហូបមួយមុខនេះមានឈ្មោះថាបង្គាប្រហិតស្លឹករមៀតឆ្អិនហើយអញ្ចឹងទឹកពេលឲ្យនាងខ្ញុំក៏ដូចជាបងពាក់មីភ្លក់តាថ្មីដៃរបស់រាំងស៊ីចុះឥឡូវខាងណាភ្លក់មុនបងទៅមុនអីមិនមកចាត់ប៉ាបងនិយាយមិនថាប៉ាដែរធំបងយកធំណាចាមកខាងនេះក៏បានញ៉ាំមិនមានទឹកជ្រលក់អីណារាំងស៊ីបាទវាមិនបាច់ទេបងព្រោះយើងញ៉ាំទាំងហ្នឹងក្នុងគឺឲ្យធ្វើរសជាតិយើងល្មមហីបងចាបាទមកញ៉ាំមកបាទអាចញ៉ាំបាននេះសិននេះបងទៅជិះបន្លែអត់អាយយោអត់ដល់បន្លែបងវារសជាតិមិនទេបងរសជាតិបកាហ្នឹងបកាចាមិនទេណានិយាយថានេះមានអីនឹងកលអល់ព្រោះជាទូទៅក្នុងនេះយើងដាក់ស្លឹករមៀតដើម្បីបន្ថែមក្លិនប្រហិតរបស់យើងឲ្យកាន់តែឈ្ងុយបាទចាគ្រឿងខែតអីទេទៅតាមធម្មតាស្លឹករមៀតបងស្រីមានតែគាត់អត់សូវយកមកធ្វើហូបក៏សុតមកនេះអូវិញប៉ះជួយទៅกินខាងងាត់វិញប៉ះអីញ៉ាំបកាសុតទៅចឹងហ្មងយើងមកឃើញហើយតាខ្ញុំមានជាតិល្មៀតនៅក្នុងហ្នឹងចាមានជាតិមែនតើបាក់ចាំនៅក្នុងពៅគួយលើចង្មាត់ដែរញ៉ាំមែនយ៉ាងស៊ីញ៉ាំបច្ចុប្បន្នអរគុណច្រើនអរគុណយ៉ាងស៊ីមួយបងទៅឲ្យតទស្សនិកជនបងស្ត្រីមេផ្ទះហើយជាមួយនឹងអ្នកដែលបានគាត់បានធ្វើឲ្យទទួលបានរសជាតិឆ្ងាញ់គឺយើងគឺជាទូនាទីរបស់ចុងភៅបាទតែអូហើយញ៉ាំមកហូបហើយមកញ៉ាំដល់ញ៉ាំមកជាទូនាទីរបស់ភ្ញៀវបងមិនយកសាក់មកហ៎ទាំងលក់ស្អីដល់កប៉ៅស្តុបអត់ទេព្រោះបងយកសាក់មកនឹងស៊ីធ្វើមុខម្ហូបផ្សេងជូនបងតែបើអត់ទេគឺអត់ហើយចឹងទៅមកទៅវិញទៅកូនអើយនេះចុងក្រោយទៅជួយចុងក្រោយណាកូនមានជាតិហ្មងនេះមកចាសូមអរគុណដល់យ៉ាងស៊ីជាពិសេសអរគុណដល់បងពាក់មីថ្ងៃនេះអ្វីដែលសំខាន់អ្វីដែលធ្វើឲ្យមុខម្ហូបទាំងអស់សុទ្ធតែមានរសជាតិឆ្ងាញ់នោះចាគឺយើងប្រើម្សៅស៊ុបខ្នុរឬក៏ដុំស៊ុបខ្នុរចាកម្មវិធីរបស់យើងនឹងជួបលោកអ្នកនៅសប្តាហ៍ក្រោយជាបន្តទៀតតាមពេលវេលានឹងម៉ោងដដែលនោះគឺថ្ងៃអាទិត្យចាចាប់ពីម៉ោង 10:30 នាទីព្រឹកតទៅយើងនឹងជួបវត្តមានរបស់បរិយាកាសផ្លែផ្លែក៏ដូចជាមុខម្ហូបថ្មីចាអរគុណបងញ៉ាំទៀតដែរបន្តទៀតដែរចាំចាប់កម្មវិធីខ្ញុំដាក់ទៅរកចាអរគុណលោកស្រីនៅពេលនេះយើងខ្ញុំអរគុណសូមអរគុណសូមជម្រាបលា